ចេញដំណើរពីវេលាម៉ោង 9 ព្រឹករហូតដល់ម៉ោងប្រមាណជា 10 យប់ថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2026 នេះ សម្ដេចមហាវធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសរុស្ស៊ីដោយសុវត្ថិភាពហើយ នៅព្រលានយន្តហោះក្នុងប្រទេសរុស្ស៊ីសម្ដេចមហាវធិបតីទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីជាន់ខ្ពស់នៃប្រទេសរុស្ស៊ីនិងមន្ត្រីរបស់ខ្មែរបំពេញការងារនៅប្រទេសរុស្ស៊ី សូមបញ្ជាក់ថាព្រឹកមិញនេះសម្ដេចមហាវធិបតីហ៊ុនម៉ាណែតបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានរុស្ស៊ីដើម្បីប្រារព្ធខួបលើកទី 35 នៃទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ានរុស្ស៊ីចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2026 នៅទីក្រុងកាសានសហព័ន្ធរុស្ស៊ីតបតាមការអញ្ជើញរបស់លោកវីឌីមីពូទីនប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី អញ្ជើញអំដំណើរសម្ដេចធិបតីនាយករដ្ឋមន្ត្រីរួមមានលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោកហងជួនណារុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡារដ្ឋមន្ត្រីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនព្រមទាំងតំណាងធរជនកម្ពុជាផងដែរក្នុងការប្រារព្ធខួបលើកទី 35 នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ានរុស្ស៊ីកិច្ចប្រជុំកំពូលនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ានរុស្ស៊ីថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់និងអន្តរជាតិដែលជាផលប្រយោជន៍និងក្តីកង្វល់រួមដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់និងក្រៅតំបន់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនឹងចូលរួមព្រឹត្តិការណ៍ផ្សេងព្រមទាំងនឹងមានជំនួបទ្វេភាគីមួយចំនួនដើម្បីពង្រឹងបន្ថែមទៀតនៅទំនាក់ទំនង